ថ្ងៃទី29 ខែតុលា ឆ្នាំ2025 ការវិភាគតារាងប្រចាំថ្ងៃរបស់យ៉ាវ សូចណាកដាវ ការទាញអារម្មណ៍នៅជិតតម្លៃបឺក សូចណាកយ៉ាវបានបើកនៅ 47,709 ខណៈដែលម៉ូបស្ថិតនៅ 47,137 ទាំងខ្សែនិងខេសបង្ហាញសញ្ញាឡើងបង្ហាញថាអារម្មណ៍ទីផ្សារនៅតែមានលក្ខណៈវិជ្ជមានប្រសិនបើតម្លៃនៅលើអបវាអាចឡើងដល់ Pivot 2 នៅ 47,845 ដែលជាតំបន់ប្រឆាំងសំខាន់សម្រាប់ថ្ងៃនេះ ទោះជាយ៉ាងណា Pivot 2 ស្ថិតនៅលើអបដោយផ្ទាល់ដូច្នេះតំបន់នេះមានភាពសាមញ្ញខ្ពស់ប្រសិនបើសូចនាករធ្លាក់ចុះក្រោមអបនោះវានឹងបង្កើតសញ្ញាលក់បែបបុរាណដោយគាំទ្រដំបូងស្ថិតនៅជិតបបនិង Casebe នៅ 47,568 បើសម្ពាធលក់បន្តវាអាចធ្លាក់ដល់ Clear 1 នៅ 47,530 ហើយបន្តដល់ Clear 2 នៅ 47,351 មុនពេលទីផ្សារសម្រេចទិសដៅបន្ទាប់ ការប្រយុទ្ធរវាងអ្នកទិញនិងអ្នកលក់នឹងកើតឡើងជុំវិញអបហើយចំណុចនេះនឹងកំណត់ថាតើយ៉ាវនឹងបន្តឡើងឬវិលចុះវិញ ស្បែកជំនួយការវិភាគនេះគឺសម្រាប់គោលបំណងផ្ដល់ព័ត៌មានតែប៉ុណ្ណោះហើយមិនត្រូវបានចាត់ទុកជាដំបូន្មានហិរញ្ញវត្ថុទេ